អត្ថប្រយោជន៍ស្លឹកបាសការពារមហារីកនិងបេះដូងជំនួយឆ្អឹងនិងធ្មេញព្យាបាលរមាស់បានមានសារធាតុការពារច្រើនបន្លែធម្មជាតិស្លឹកបាសបានផ្ដល់អត្ថប្រយោជន៍9យ៉ាងដល់សុខភាពរាងកាយស្លឹកបាសមិនត្រឹមតែជាបន្លែដ៏ពេញនិយមបំផុតសម្រាប់អាហារប្រចាំថ្ងៃនោះទេប៉ុន្តែវាបានផ្ដល់នូវអត្ថប្រយោជន៍ដល់សុខភាពទូទៅរបស់អ្នកផងដែរលើសពីនេះទៅទៀតវាក៏ត្រូវបានបណ្ដាប្រទេសមួយចំនួនប្រើជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺមួយចំនួនទាំងនេះក៏ព្រោះតែស្លឹកបាសមានផ្ទុកទៅដោយសារធាតុបំប៉ននិងសារធាតុសំខាន់ជាច្រើនសម្រាប់រាងកាយ 1. ជួយបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមជាការពិតណាស់ស្លឹកបាសត្រូវបានគេយកធ្វើជាថ្នាំឬធ្វើជាអាហារបំប៉នដោយបន្ថែមទៅក្នុងស៊ុបដើម្បីព្យាបាលជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសឥណ្ឌានិងស្រីលង្កាអស់រយៈពេលជាយូរមកហើយម្យ៉ាងវិញទៀតក៏មានការស្រាវជ្រាវមួយនៃសាកលវិទ្យាល័យ Kelaniya បានបង្ហាញថាស្លឹកបាសអាចជួយបន្ថយកម្រិតជាតិស្ករនៅក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពដូច្នេះអ្នកអាចបន្ថែមបន្លែពណ៌បៃតងមួយនេះទៅក្នុងម្ហូបអាហារប្រចាំថ្ងៃរបស់អ្នកបានដើម្បីជួយឲ្យមានសុខភាពល្អរួមជាមួយនឹងរសជាតិដ៏ឆ្ងាញ់របស់វាផងដែរ 2. ជួយការពារការធាត់ហួសប្រមាណអ្នកត្រូវដឹងថាការថតហួសប្រមាណមិនមែនបណ្ដាលមកពីការទទួលទានច្រើនពេកទាំងស្រុងនោះទេវាអាចបណ្ដាលមកពីការរំលាយអាហារមិនបានល្អឬកត្តាផ្សេងៗមួយចំនួនទៀតហេតុនេះស្លឹកបាសអាចជួយឲ្យអ្នកក្នុងការការពារបញ្ហាថតហួសប្រមាណតាមរយៈការលើកកម្ពស់ការរំលាយអាហារ 3. ជួយបង្កើនកម្លាំងដោយសារតែស្លឹកបាសមានផ្ទុកនូវជាតិដែកដ៏សម្បូរបែបហេតុនេះវាបានប្រសិទ្ធភាពក្នុងការជួយទប់ស្កាត់ភាពអស់កម្លាំងមិនថាចំពោះបុរសឬស្ត្រីនោះទេ 4. ការពារប្រព័ន្ធប្រសាទស្លឹកបាសអាចជួយក្នុងការដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងសរសៃប្រសាទជាច្រើនដូចជាជំងឺវង្វេងឬជំងឺថប់អារម្មណ៍ជាដើមម្យ៉ាងវិញទៀតវាត្រូវបានគេជឿថាវីតាមីន B6 ដែលមានផ្ទុកទៅក្នុងស្លឹកបាសនេះមានប្រសិទ្ធភាពក្នុងការដោះស្រាយរោគសញ្ញានៃការឈឺចាំដែលបណ្ដាលមកពីជំងឺនៅប្រហោងឆ្អឹងក្នុងប្រអប់ដៃផងដែរ 5. បង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារស្លឹកបាសក៏ជាប្រភពនៃវីតាមីន B1 ដែលជាអ្នកដែលទទួលខុសត្រូវក្នុងការស្រូបយកសារធាតុចិញ្ចឹមនិងបង្កើនថាមពលជំនួសឲ្យកោសិកាខ្លាញ់ដែលរាងកាយមិនត្រូវការលើសពីនេះទៅទៀតស្លឹកបាសក៏ជួយចែកចាយអុកស៊ីសែននិងសារធាតុចិញ្ចឹមដល់រាងកាយបានល្អប្រសើរផងដែរ 6. ការពារគ្រោះក្នុងតម្រងនោមបន្លែធម្មជាតិស្លឹកបាសជាប្រភពនៃប៉ូតាស្យូមដែលអាចការពារអ្នកពីជំងឺគ្រោះក្នុងតម្រងនោមបានដូច្នេះស្លឹកបាសគឺជាបន្លែបៃតងដ៏ល្អសម្រាប់ថែរក្សាសុខភាពរបស់អ្នក 7. ព្យាបាលជំងឺធ្លាក់ទឹកចិត្តអ្នកប្រហែលជានឹកស្មានមិនដល់នោះទេថាស្លឹកបាសជាអង់ទីអុកស៊ីដង់ដែលមានឥទ្ធិពលដែលអាចជួយព្យាបាលជំងឺធ្លាក់ទឹកចិត្តបាន 8. ព្យាបាលបញ្ហាស្បែកមួយចំនួនលក្ខណៈសម្បត្តិប្រឆាំងការរលាកប្រឆាំងនឹងមេរោគផ្សិតនិងប្រឆាំងបាក់តេរីដែលត្រូវបានរកឃើញនៅក្នុងស្លឹកបាសគឺអាចជួយព្យាបាលជំងឺស្បែកមួយចំនួនដូចជារលាកស្បែកនិងពងទឹកលើស្បែកជាដើម 9. ជួយថែរក្សាសុខភាពឆ្អឹងការរួមផ្សំនៃជាតិកាល់ស្យូមនិងជាតិដែកដែលត្រូវបានរកឃើញនៅក្នុងស្លឹកបាសជាហេតុផលដែលវាជួយដល់សុខភាពឆ្អឹងរបស់អ្នក
លើសពីនេះទៅទៀតស្លឹកបេះក៏ត្រូវបានគេណែនាំដល់ស្ត្រីដែលមានផ្ទៃពោះឲ្យទទួលទានផងដែរព្រោះដើម្បីបង្កើនប្រសិទ្ធភាពក្នុងការលូតលាស់របស់គាត់សូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក